ប្អូនដែលចូលចិត្តកីឡារត់ចង់បាននាឡិកាដែលផ្ដល់ទិន្នន័យបានសុក្រិតបំផុតតួខ្លួនទីតានាមស្រាលតែរឹងមាំរចនាឡើងជាពិសេសសម្រាប់អ្នករត់តែម្ដងគឺ co-design ជាមួយនឹងកីឡាកររត់អាជីព Eliud Kipchoge នេះជានាឡិកា Smartwatch ស៊េរីថ្មី Huawei Watch GT Runner 2 ជានាឡិកានេះគឺគេ design មកជាមួយនឹងតួខ្លួនទីតានាមដែលធ្វើឲ្យទម្ងន់របស់វាស្រាលងាយស្រួលក្នុងការពាក់រត់មានមុខងារជំនួយទៅដល់ការវឹកហាត់និងការរត់ម៉ារ៉ាតុងថាមពលថ្មបានយូររហូតដល់2សប្តាហ៍ហើយបើយើងបើកមុខងារ GPS ជាប់សម្រាប់ការរត់ផ្សេងៗគឺបានរហូតដល់32ម៉ោងក្នុងនោះក៏មានបំពាក់ជាមួយនឹងមុខងារសុខភាពមួយ complete ដូចជាមុខងារ ECG មុខងារតាមដានចង្វាក់បេះដូងអមជាមួយនឹងមុខងារកីឡាដល់ទៅជា100មុខទាំងកីឡានៅលើគោកនិងនៅក្នុងទឹកផងដែរលម្អិតបន្ថែមទៅលើទម្ងន់របស់វានាឡិកាមួយនេះទម្ងន់ត្រឹមតែ 43.5 ក្រាមប៉ុណ្ណោះពាក់នៅលើដៃសឹងតែមិនចាប់អារម្មណ៍ថាយើងមាននាឡិកានៅលើដៃនោះទេនេះដោយសារតែតួរបស់វាគឺធ្វើពី aerospace grade ទីតានាមដែលមានទម្ងន់ស្រាលតែតាន់រឹងមាំកញ្ចក់របស់វាគឺជាប្រភេទខុនលុនកន្លះចំនួនទី2ដែលមានភាពរឹងមាំធន់នឹងការធ្លាក់ឬការប៉ះទង្គិចផ្សេងៗមុខនាឡិកាគឺទំហំ 43.5 មីលីម៉ែត្រគឺល្មមសម្រាប់ពាក់បានទាំងបុរសនិងនារីខ្សែរបស់វាមានពីរប្រភេទនៅក្នុងប្រអប់គឺខ្សែអំបោះនិងខ្សែជ័រហើយអ្វីដែលពិសេសគឺខ្សែអំបោះនេះគេ design មកដើម្បីឲ្យធន់ជាមួយនឹងញើសឆាប់ស្ងួតស្រួលពាក់ហើយស្រាលជាងខ្សែជ័របើសិនជាយើងពាក់ធ្វើការប្រចាំថ្ងៃយើងអាចប្រើខ្សែជ័រជំនួសអាចនិយាយថាវាស្អាតជាងសម្រាប់អ្នករត់នាឡិកាដែលផ្ដល់ព័ត៌មានសុក្រិតឲ្យគាត់គឺសំខាន់មែនទែនវាអាចប៉ះពាល់ទៅដល់ performance ឬក៏លទ្ធផលរបស់គាត់បើសិនជាព័ត៌មាននោះមិនសុក្រិតល្អជាពិសេសគឺទៅលើការចាប់ទីតាំងនិងការវាស់ចង្វាក់បេះដូងតែម្ដងអញ្ចឹងនៅលើ GT Runner 2 នេះ Huawei បានដាក់ឈ្មោះនាឡិកានេះថាជានាឡិកាកម្ពុជាសុក្រិតតែម្ដងទី1គឺទៅលើការចាប់ទីតាំង GPS របស់យើងដោយសារតែវាប្រើជាប្រភេទ 3D floating antenna គឺជាអង់តែនដែលបង្កប់នៅផ្នែកខាងលើនៃនាឡិកានេះតែម្ដងដើម្បីកាត់បន្ថយការរំខានផ្សេងៗនៅពេលចាប់ទីតាំងរបស់យើងនិងគណនាចម្ងាយរត់បានសុក្រិតល្អមួយវិញទៀតគឺវាប្រើជា dual band all satellite positioning ដែលរួមបញ្ចូលផ្កាយរណប6ផ្សេងៗគ្នាដើម្បីជំនួយទៅដល់ការចាប់ទីតាំងរបស់យើងឲ្យបានសុក្រិតល្អទោះបីជាយើងរត់ចូលក្នុងរូងក្រោមដីក៏វាអាចចាប់ទីតាំងបានផងដែរភាពសុក្រិតសំខាន់មួយទៀតនៅលើនាឡិកានេះគឺទៅលើការវាស់ចង្វាក់បេះដូងដែលមានភាពសុក្រិតខ្លាំងមែនទែនសឹងតែដូចទៅនឹងការប្រើប្រាស់ heart rate sensor ដែលគេពាក់នៅលើខ្លួនចឹងដែរអញ្ចឹងគឺវាអាចជួយតាមដានការរត់របស់យើងបានល្អបង្ការការវឹកហាត់ខ្លាំងជ្រុលនិងតាមដានភាពមិនប្រក្រតីនៃចង្វាក់បេះដូងរបស់យើងផងដែរហើយនិយាយបានថានេះគឺជានាឡិកាមួយសុក្រិតបំផុតហើយដែលខ្ញុំធ្លាប់ជួបនៅលើទីផ្សារគឺទៅលើការចាប់ទីតាំងនិងការវាស់ចង្វាក់បេះដូងនេះតែម្ដងចំណុចពិសេសមួយទៀតដែលមានប្រយោជន៍សម្រាប់អ្នកចូលចិត្តរត់មែនទែននោះគឺមុខងារ Intelligent Marathon Mode ដែលគេ design មកសម្រាប់ជាជំនួយទៅដល់អ្នករត់តាំងពីមុនពេលរត់ប៉ុណ្ណឹងរហូតដល់ក្រោយការរត់ផងដែរនៅក្នុងនោះទី1គឺយើងអាចធ្វើការភ្ជាប់និងវឹកហាត់ត្រៀមខ្លួនសម្រាប់កម្មវិធី Marathon ណាមួយនៅជុំវិញពិភពលោកគឺយើងអាច search រកមើលនៅក្នុងកម្មវិធី Huawei Health ឬក៏យើងអាចបង្កើតកម្មវិធីរត់នោះដោយខ្លួនឯងក៏បានទី2បើសិនជាយើងជា beginner វាអាចបង្កើតជា training plan មួយដែលស័ក្តិសមសម្រាប់រាងកាយនិងទម្លាប់របស់យើងទី3នៅពេលវឹកហាត់វានឹងបង្ហាញជាព័ត៌មានសំខាន់ៗជាច្រើនដើម្បីជំនួយទៅដល់ការរត់របស់យើងហើយយោងទៅលើការវឹកហាត់របស់យើងវានឹងព្យាករណ៍ទៅលើថេរវេលាដែលយើងអាចសម្រេចបាននៅក្នុងការរត់ប៉ុណ្ណឹងផងដែរនៅពេលរត់ប៉ុណ្ណឹងផ្ទាល់គឺវាផ្ដល់ជាព័ត៌មានសំខាន់ៗមួយចំនួនទៀតដើម្បីឲ្យអ្នករត់ងាយស្រួលក្នុងការតាមដាន performance របស់គាត់ដូចជាល្បឿននៃការរត់ប្រៀបធៀបការរត់ជាក់ស្ដែងជាមួយនឹងគោលដៅរបស់គាត់និងរំលឹកយើងពីការញ៉ាំទឹកឬបន្ថែមថាមពលជាដើមហើយបន្ទាប់ពីរត់ហើយវាក៏ផ្ដល់ជាការវិភាគទៅលើការរត់របស់យើងនិងណែនាំទៅលើ recovery time ផងដែរភាពសុក្រិតគឺសំខាន់ហើយប៉ុន្តែថាមពលថ្មក៏រឹតតែសំខាន់ដែរសម្រាប់អ្នករត់យូរមកចឹងនាឡិកានេះគឺវាអាចប្រើបាន14ថ្ងៃសម្រាប់ការប្រើប្រាស់ធម្មតាហើយបើសិនជាយើងបើកមុខងារ GPS ជាប់សម្រាប់ការរត់របស់យើងគឺបានខ្ទង់32ម៉ោងមិនសម្រាប់តែកីឡារត់មួយមុខទេវាក៏មានជាមុខងារកីឡាផ្សេងៗរហូតដល់ជាង100ប្រភេទផងដែរដូចជាកីឡាវាយកូនហ្គោលដែលមកជាមួយនឹងផែនទី golf នៅទូទាំងពិភពលោកកីឡាជិះកង់កីឡាឡើងភ្នំលាក់និងលាក់ហើយបើសិនជាជាមួយទឹកវិញគឺយើងអាចប្រើវាបានរហូតដល់ជម្រៅ40ម៉ែត្រផងដែរសម្រាប់មុខងារសុខភាពវិញក៏មានមួយកំភ្លេដែរគឺសុទ្ធសឹងជាមុខងារសំខាន់ដែលជួយតាមដាននិងកំណត់នៅសញ្ញាអាសន្នឲ្យយើងបានដឹងជាមុនដូចជាមុខងារ ECG និងមុខងារ Pulse Wave Arrhythmia នេះគឺវាជួយចាប់យកនៅសញ្ញាមិនប្រក្រតីនៃចង្វាក់បេះដូងរបស់យើងអញ្ចឹងបើសិនជាយើងឃើញអាការៈមិនល្អយើងអាចទៅពិគ្រោះជាមួយនឹងគ្រូពេទ្យបានទាន់ពេលវេលាក្រៅពីនោះក៏មានជាមុខងារតាមដានអារម្មណ៍និងកម្រិត stress របស់យើងមុខងារតាមដានការគេងនិងតាមដានការដកដង្ហើមពេលគេងជាដើមនាឡិកានេះគឺយើងអាចប្រើបានទាំង Android និង iOS ហើយកាន់តែងាយស្រួលគឺយើងអាចចូលវាទៅកាន់កម្មវិធី Strava បានផងដែរដើម្បីចែករំលែកទិន្នន័យហាត់ប្រាណរបស់យើងជាមួយមិត្តភ័ក្តិនិងទៅកាន់ពិភពលោកសរុបមកនាឡិកា Huawei Watch GT Runner 2 នេះគឺ design មកជាពិសេសសម្រាប់អ្នកចូលចិត្តរត់តែម្ដងជាមួយនឹង Intelligent Marathon Mode គឺវាអាចជួយយើងតាំងពីការត្រៀមខ្លួនរហូតដល់បន្ទាប់ពីការរត់ហើយសម្រាប់អ្នកដែលចូលចិត្តកីឡាផ្សេងៗក៏អាចប្រើបានដូចគ្នារហូតដល់ជាង100ប្រភេទកីឡាផ្សេងៗស្រាលងាយស្រួលពាក់មានមុខងារសុខភាពមួយកំភ្លេហើយថាមពលថ្មបានយូររហូតដល់2សប្តាហ៍ខ្ញុំគិតថាវាជាជម្រើសមួយដ៏ល្អសម្រាប់អ្នកដែលស្រឡាញ់កីឡានិងយកចិត្តទុកដាក់ទៅលើសុខភាពទាំងអស់គ្នាអាចរកទិញបាននៅតាមបណ្ដាហាងលក់ទូរស័ព្ទដៃទំនើបនៅទូទាំងប្រទេសឬនៅតាមបណ្ដា
Honda Showroom របស់ Huawei